នៅឆ្ងាយពីភូមិមួយមានព្រៃចាស់ដ៏ធំល្វឹងល្វើយដែលគ្របដណ្ដប់ដោយដើមឈើខ្ពស់ៗនិងភាពស្ងប់ស្ងាត់ដ៏ចម្លែកទោះបីជាពេលថ្ងៃក៏ដោយកន្លែងនោះនៅតែងងឹតស្រអាប់ហាក់ដូចជាពន្លឺព្រះអាទិត្យមិនអាចជ្រាបចូលបានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយមនុស្សក្នុងតំបន់បានជៀសវាងការចូលទៅក្នុងព្រៃនោះអ្នកដែលធ្លាប់ចូលទៅជ្រៅមួយចំនួនមិនដែលត្រឡប់មកវិញទេខណៈអ្នកដែលអាចរួចជីវិតបានតែងតែរស់នៅជាមួយភាពភ័យខ្លាចរហូតដល់ថ្ងៃស្លាប់នៅចំកណ្ដាលព្រៃមានខ្ទមចាស់បាក់បែកមួយដែលត្រូវបានលេបត្របាក់ដោយវ៉លីនិងស្មៅព្រៃជុំវិញខ្ទមនោះពោពេញដោយអារម្មណ៍ត្រជាក់សន្ធឹកសន្ធាប់និងក្លិនស្អុយដ៏ចម្លែកដែលមិនអាចពន្យល់បានរឿងរ៉ាវដ៏គួរឲ្យរន្ធត់បានចាប់ផ្ដើមកាលពីជាច្រើនឆ្នាំមុនមានស្ត្រីវ័យក្មេងម្នាក់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងព្រៃនោះសាកសពរបស់នាងត្រូវបានកប់ទាំងគ្មានពិធីបុណ្យនិងគ្មានអ្នកណាម្នាក់ស្វែងរកយុត្តិធម៌ឲ្យនាងឡើយភាពឈឺចាប់កំហឹងនិងការសងសឹកបានធ្វើឲ្យវិញ្ញាណរបស់នាងមិនអាចទៅកាន់ភពបរលោកបានពេលវេលាកន្លងផុតទៅវិញ្ញាណនោះបានប្រែក្លាយជាព្រាយខាចដ៏សាហាវដែលរស់នៅក្នុងភាពងងឹតនៃព្រៃស្ងាត់ចាប់តាំងពីពេលនោះមកព្រៃទាំងមូលបានផ្លាស់ប្ដូរសត្វព្រៃបានបាត់ខ្លួនសំឡេងបាក់សីឈប់ច្រៀងភាពស្ងាត់បានគ្របដណ្ដប់គ្រប់ជ្រុងជ្រោយរៀងរាល់ពេលយប់ជាពិសេសនៅក្រោយអាធ្រាត្រគេតែងតែឮសំឡេងជើងដើរយឺតៗលាន់ចេញពីជម្រៅព្រៃសំឡេងនោះដូចជាមនុស្សម្នាក់កំពុងអូសរាងកាយធ្ងន់ធ្ងរលើដីសើមមនុស្សមួយចំនួនដែលបានឮសំឡេងនោះបានបាត់ខ្លួននៅថ្ងៃបន្ទាប់ពេលខ្លះអ្នកធ្វើដំណើរដែលវង្វេងផ្លូវបានរាយការណ៍ថាពួកគេបានឃើញស្រមោលស្ត្រីសក់វែងឈរនៅចន្លោះដើមឈើរាងកាយរបស់នាងខ្មៅងងឹតហើយភ្នែករបស់នាងបញ្ចេញពន្លឺក្រហមនៅក្នុងភាពងងឹតអ្នកខ្លះបាននិយាយថាពួកគេបានឃើញនាងនៅឆ្ងាយប៉ុន្តែគ្រាន់តែព្រិចភ្នែកមួយដងនាងបានមកឈរនៅក្បែរខ្លួនភ្លាមៗកាលណាព្រះច័ន្ទពេញវងព្រៃទាំងមូលនឹងคล้ายជាកន្លែងដ៏គួរឲ្យខ្លាចជាងមុនខ្យល់ត្រជាក់នឹងបក់កាត់ដើមឈើបង្កើតជាសំឡេងដូចមនុស្សកំពុងយំនៅយប់មួយមានព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំងផ្គររន្ទះបានបំភ្លឺព្រៃងងឹតជាបន្តបន្ទាប់នៅចន្លោះពន្លឺរន្ទះគេអាចមើលឃើញស្ត្រីសក់វែងម្នាក់ឈរនៅក្បែរខ្ទមចាស់រាងកាយរបស់នាងស្រោចស្រពដោយឈាមសក់វែងរញ៉េរញ៉ៃគ្របពេញមុខដៃរបស់នាងវែងខុសធម្មតាហើយក្រចកស្រួចដូចកាំបិតពេលរន្ទះបាញ់ម្ដងទៀតរាងរបស់នាងបានបាត់ខ្លួនប៉ុន្តែស្នាមជើងសាមជាច្រើនបានលេចឡើងនៅលើដីដូចជាមានអ្វីមួយកំពុងដើរជុំវិញខ្ទមមួយសន្ទុះក្រោយមកសំឡេងសើចដ៏សែនរន្ធត់បានបន្លឺឡើងពីគ្រប់ទិសទីសំណើចនោះមិនដូចសំណើចរបស់មនុស្សឡើយវាស្ដាប់ទៅដូចជាសំឡេងដែលពោពេញដោយការឈឺចាប់និងកំហឹងដែលបានប្រមូលផ្ដុំអស់ជាច្រើនឆ្នាំស្រាប់តែស្រមោលខ្មៅមួយបានផ្លាស់ទីយ៉ាងលឿននៅចន្លោះដើមឈើបន្ទាប់មកមានស្រមោលទី2ទី3ទី4ហាក់ដូចជាព្រាយខាចអាចបំបែកខ្លួនជាច្រើនរៀងនៅក្នុងភាពងងឹតស្រមោលទាំងនោះបានរត់កាត់ដើមឈើយ៉ាងលឿនមុននឹងបាត់ខ្លួនវិញភាពស្ងប់ស្ងាត់បានត្រឡប់មកវិញម្ដងទៀតប៉ុន្តែវាមិនមែនជាភាពស្ងប់ស្ងាត់ធម្មតាទេវាជាភាពស្ងប់ស្ងាត់មុនពេលគ្រោះថ្នាក់ដ៏ធំមួយកើតឡើងនៅជិតព្រឹកសំឡេងស្រែកដ៏គួរឲ្យរន្ធត់មួយបានបន្លឺចេញពីជម្រៅព្រៃបន្ទាប់មកអ្វីៗក៏ស្ងាត់បាត់ទៅវិញពេលថ្ងៃរះឡើងគេបានរកឃើញតែស្នាមក្រញាំជ្រៅនៅលើដើមឈើនិងស្នាមឈាមដែលអូសចូលទៅក្នុងភាពងងឹតចាប់តាំងពីថ្ងៃនោះមកគ្មាននរណាហ៊ានចូលទៅក្នុងព្រៃស្ងាត់ទៀតឡើយទោះជាយ៉ាងណាមកដល់សប្តាហ៍ថ្ងៃនេះនៅរាត្រីដែលគ្មានពន្លឺព្រះច័ន្ទអ្នករស់នៅក្បែរព្រៃនៅតែអះអាងថាពួកគេបានឮសំឡេងសើចដ៏ត្រជាក់ឆ្អឹងបន្លឺចេញពីជម្រៅព្រៃហើយនៅពេលណាដែលសំឡេងនោះលាន់ឮខ្លាំងជាងធម្មតាគេដឹងថាព្រាយខាចកំពុងស្វែងរកជនរងគ្រោះថ្មីម្នាក់ទៀតប៉ុន្តែរឿងរ៉ាវដ៏គួរឲ្យរន្ធត់មិនបានបញ្ចប់ត្រឹមនោះទេបន្ទាប់ពីមានសំឡេងសើចចម្លែកលាន់ឮជាញឹកញាប់អ្នករស់នៅជិតព្រៃបានចាប់ផ្ដើមសង្កេតឃើញរឿងចម្លែកកាន់តែច្រើនឡើងនៅពេលយប់ជ្រៅពន្លឺភ្លើងអាចកំបាំងតែងតែលេចឡើងនៅក្នុងព្រៃពន្លឺនោះមានពណ៌ខៀវស្លេកហើយផ្លាស់ទីទៅមករវាងដើមឈើដូចជាមាននរណាម្នាក់កំពុងកាន់ចង្កៀងដើរអ្នកដែលបានឃើញពន្លឺនោះតែងតែមានអារម្មណ៍ដូចជាត្រូវអ្វីមួយទាក់ទាញឲ្យដើរតាមមនុស្សមួយចំនួនបានបាត់ខ្លួនបន្ទាប់ពីចូលទៅតាមពន្លឺអាចកំបាំងនោះប៉ុន្មានថ្ងៃក្រោយមកគេបានរកឃើញសម្លៀកបំពាក់និងសម្ភារៈរបស់ពួកគេរីប៉ាយនៅជាយប់ព្រៃប៉ុន្តែគ្មានសាកសពឬដានណាមួយបញ្ជាក់ថាពួកគេទៅដល់ទីណាឡើយពេលវេលាកន្លងផុតទៅព្រៃស្ងាត់កាន់តែមានឈ្មោះល្បីថាជាកន្លែងមានអបិយជំនឿសូម្បីតែអ្នកប្រមាញ់សត្វដែលធ្លាប់ចូលព្រៃជាញឹកញាប់ក៏លែងហ៊ានចូលទៅជិតទីនោះដែរពួកគេបាននិយាយថាមានអ្វីមួយកំពុងរស់នៅក្នុងភាពងងឹតអ្វីមួយដែលមិនមែនជាមនុស្សអ្វីមួយដែលរងចាំរៀងរាល់យប់អាធ្រាត្រស្រមោលខ្មៅមួយតែងតែលេចឡើងនៅក្បែរខ្ទមចាស់កណ្ដាលព្រៃស្រមោលនោះឈរមិនកម្រើកសក់វែងរបស់វាអូសលើដីសើមភ្នែកក្រហមពីរគ្រាប់ភ្លឺឡើងនៅក្នុងភាពងងឹតដូចភ្លើងឆេះបន្ទាប់មកស្រមោលនោះចាប់ផ្ដើមដើរជំហានយឺតធ្ងន់បន្លឺសំឡេងអូសក្រញាំលើដីគ្រប់ទីកន្លែងដែលវាដើរកាត់ស្មៅនឹងក្រៀមស្វិតដើមឈើនឹងប្រែជាខ្មៅហើយខ្យល់នឹងត្រជាក់ខ្លាំងរហូតធ្វើឲ្យស្បែកព្រឺសម្បុរយប់មួយមានព្យុះដ៏ធំបំផុតបានកើតឡើងលើតំបន់នោះមេឃខ្មៅងងឹតផកកលាន់បន្តបន្ទាប់
រន្ទះបាញ់បំភ្លឺព្រៃទាំងមូលនៅក្នុងពន្លឺរន្ទះនោះមានអ្វីមួយបានលេចឡើងមិនមែនព្រាយខាចតែម្នាក់ទៀតទេប៉ុន្តែជាវិញ្ញាណរាប់សិបដែលឈរនៅពីក្រោយនាងវិញ្ញាណទាំងនោះមានមុខស្លេកស្លាំងភ្នែកទទេនិងសម្លៀកបំពាក់រហែកដាច់ពួកវាឈរជាជួរវែងនៅចន្លោះដើមឈើដូចជាកងទ័ពនៃអ្នកស្លាប់គេជឿថាវិញ្ញាណទាំងនោះគឺជាជនរងគ្រោះទាំងអស់ដែលបានបាត់ខ្លួននៅក្នុងព្រៃស្ងាត់អស់ជាច្រើនឆ្នាំពួកគេមិនអាចចាកចេញបានមិនអាចទៅណាបានត្រូវជាប់ឃុំឃាំងនៅក្នុងព្រៃដ៏ងងឹតនោះជារៀងរហូតហើយនៅពេលដែលព្យុះបានស្ងប់ស្ងាត់ទៅវិញស្រមោលទាំងអស់ក៏បាត់ខ្លួនប៉ុន្តែចាប់តាំងពីយប់នោះមកសំឡេងសើចរបស់ព្រាយខាចបានលាន់ឮខ្លាំងជាងមុនដូចជាវាកំពុងមានកម្លាំងកាន់តែខ្លាំងឡើងរហូតមកដល់សប្តាហ៍ថ្ងៃនេះព្រៃស្ងាត់នៅតែឈរនៅទីនោះដដែលគ្មាននរណាហ៊ានចូលជ្រៅគ្មាននរណាហ៊ានចូលជ្រៅគ្មាននរណាហ៊ានស្នាក់នៅពេលយប់ហើយនៅរាត្រីដែលមានខ្យល់បក់ខ្លាំងអ្នកខ្លះនៅតែអះអាងថាពួកគេបានឃើញស្រមោលស្ត្រីសក់វែងឈរមើលចេញពីជម្រៅព្រៃកំពុងសម្លឹងមកកាន់ពិភពមនុស្សកំពុងរងចាំមនុស្សម្នាក់បន្ទាប់ដើម្បីអូសចូលទៅក្នុងភាពងងឹតជារៀងរហូតជាច្រើនឆ្នាំបានកន្លងផុតទៅព្រៃស្ងាត់នៅតែឈរយ៉ាងស្ងៀមស្ងាត់ដូចដើមប៉ុន្តែភាពស្ងៀមស្ងាត់នោះមិនមែនជាសន្តិភាពឡើយវាជាភាពស្ងៀមស្ងាត់របស់អ្វីមួយដែលកំពុងរងចាំនៅកណ្ដាលព្រៃខ្ទមចាស់នៅតែបាក់បែកដដែលដើមឈើជុំវិញវាកាន់តែធំឡើងវល្លិព្រៃបានលេបត្របាក់ស្ទើរតែទាំងស្រុងគ្មានមនុស្សណាហ៊ានចូលទៅទីនោះទៀតឡើយរហូតដល់យប់មួយយប់នោះមេឃគ្មានផ្កាយគ្មានពន្លឺព្រះច័ន្ទព្រៃទាំងមូលត្រូវបានគ្របដណ្ដប់ដោយភាពងងឹតខ្មៅក្រឹបស្រាប់តែខ្យល់ត្រជាក់មួយបានបក់កាត់ព្រៃបន្ទាប់មកសំឡេងសើចដ៏ចម្លែកបានលាន់ឮឡើងជាលើកចុងក្រោយប៉ុន្តែលើកនេះសំឡេងនោះមិនមានភាពកាចសាហាវដូចមុនទេវាពោពេញទៅដោយទុក្ខព្រួយរំពេចនោះផែនដីនៅកណ្ដាលព្រៃចាប់ផ្ដើមញ័រដើមឈើជាច្រើនរង្គើខ្លាំងហើយនៅក្បែរខ្ទមចាស់ដីបានបាក់ស្រុតចុះអ្វីមួយដែលកប់ជាយូរមកហើយបានលេចចេញមកក្រៅវាជាគ្រោងឆ្អឹងមនុស្សមួយដែលនៅជាប់ខ្សែច្រវាក់ចាស់និងសម្លៀកបំពាក់ដែលរលួយស្ទើរតែអស់នោះគឺជាសាកសពរបស់ស្ត្រីដែលត្រូវបានគេសម្លាប់កាលពីអតីតកាលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយវិញ្ញាណរបស់នាងមិនអាចទៅណាបានដោយសាររាងកាយរបស់នាងមិនធ្លាប់ត្រូវបានគេរកឃើញនិងបញ្ចុះដោយសមរម្យពេលគ្រោងឆ្អឹងនោះលេចចេញមកក្រៅពន្លឺពណ៌សស្លេកមួយបានចេញពីក្នុងដីបន្តិចម្ដងស្រមោលស្ត្រីសក់វែងបានលេចឡើងនៅក្បែរគ្រោងឆ្អឹងនាងឈរនៅទីនោះស្ងៀមស្ងាត់មិនមានភ្នែកក្រហមមិនមានក្រញាំមុតស្រួចមិនមានឈាមនិងភាពសាហាវដូចមុនទៀតឡើយភាពកាចសាហាវទាំងអស់បានបាត់ទៅនៅសល់តែវិញ្ញាណមួយដែលពោពេញដោយការឈឺចាប់បន្ទាប់មកស្រមោលវិញ្ញាណរាប់សិបដែលធ្លាប់លេចឡើងក្នុងព្រៃក៏ចាប់ផ្ដើមបង្ហាញខ្លួនម្ដងទៀតពួកគេទាំងអស់ឈរនៅជុំវិញទីនោះមិនមែនជាកងទ័ពនៃអ្នកស្លាប់ទៀតទេប៉ុន្តែជាព្រលឹងដែលកំពុងរងចាំសេរីភាពពន្លឺសភ្លឺបានចាប់ផ្ដើមគ្របដណ្ដប់ព្រៃទាំងមូលខ្យល់ត្រជាក់ដែលធ្លាប់ធ្វើឲ្យមនុស្សភ័យខ្លាចបានប្រែក្លាយជាខ្យល់ស្រាលដ៏ស្ងប់សុខស្រមោលស្ត្រីនោះបានងើបមុខឡើងមើលទៅលើមេឃបន្ទាប់មករាងរបស់នាងចាប់ផ្ដើមរលាយទៅជាពន្លឺមួយសន្ទុះក្រោយមកវិញ្ញាណទាំងអស់ក៏រលាយបាត់ទៅជាមួយគ្នាសំឡេងសើចដ៏រន្ធត់ដែលធ្លាប់លាន់ឮអស់ជាច្រើនឆ្នាំបានបាត់ទៅជារៀងរហូតពេលព្រះអាទិត្យរះនៅព្រឹកបន្ទាប់អ្វីបានផ្លាស់ប្ដូរសត្វបក្សីបានត្រឡប់មកវិញសំឡេងសត្វព្រៃបានលាន់ឮម្ដងទៀតដើមឈើដែលធ្លាប់ស្លាប់ក្រៀមស្វិតចាប់ផ្ដើមមានស្លឹកបៃតងឡើងវិញព្រៃស្ងាត់លែងជាព្រៃនៃភាពភ័យខ្លាចទៀតហើយប៉ុន្តែអ្នកចាស់នៅក្នុងភូមិនៅតែនិយាយតគ្នាថានៅរាត្រីខ្លះពេលខ្យល់បក់កាត់ព្រៃយ៉ាងស្រាលគេអាចឮសំឡេងស្ត្រីម្នាក់ដ៏សែនទន់ភ្លន់មិនមែនសំឡេងសើចរន្ធត់ទៀតទេប៉ុន្តែជាសំឡេងនៃវិញ្ញាណដែលទីបំផុតបានរកឃើញសេចក្តីសុខហើយនោះគឺជាយប់ចុងក្រោយដែលព្រាយខាចក្នុងព្រៃស្ងាត់បានបាត់ខ្លួនជារៀងរហូត